ជំរាបសួរក៏ដូចជាសួស្តីទៅកាន់អ្នកទាំងអស់គ្នាវិលត្រឡប់មកជួបជាមួយនឹងខ្ញុំបាទផេនម្ដងទៀតហើយថ្ងៃនេះផងដែរគឺយើងមាននៅសាច់រឿងមួយចង់មកចែករំលែកទៅកាន់ពុកម៉ែបងប្អូនស្ដាប់លេងកំសាន្តនាពេលរាត្រីអញ្ចឹងកុំឲ្យខាត់ពេលវេលាយូរតោះយើងចូលទៅកាន់សាច់រឿងរបស់យើងទាំងអស់គ្នាផ្ដើមនៃសាច់រឿងរបស់យើងដំបូងគឺបង្ហាញអំពីទស្សនវិជ្ជាភូមិមួយដែលនៅខាងចុងភូមិមានដើមស្វាយជាច្រើនដុះជុំគ្នាបើនិយាយអំពីប្រភេទនៃស្វាយនេះពោលដើមស្វាយនេះគឺមានឈ្មោះថាស្វាយដុះក្រមុំក្រោយពេលដែលដល់រដូវនៃខែស្វាយនេះទុំពោលគឺចាស់ភូមិខ្ញុំតែងតែនាំគ្នាទៅអង្គុយនៅក្រោមដើមដើម្បីចាំរើសនៅផ្លែរបស់វាជ្រុះមកព្រោះថានៅពេលដែលខែស្វាយនេះទុំគឺនឹងមានខ្យល់ដើម្បីជំរុះនៅផ្លែរបស់វាហើយរសជាតិនៃសាច់ស្វាយនេះមានរសជាតិជូរអែមគួរឲ្យចង់ញ៉ាំមែនតើប្រសិនបើយើងក្រឡេកទៅមើលដើមស្វាយនេះវិញដើមស្វាយមួយនេះគឺមានទំហំធំមែនតើអាចថាក្មេងៗដូចជាពួកខ្ញុំត្រូវប្រើមនុស្សចំនួនពី2ទៅ3នាក់ដើម្បីអោបជុំស្វាយនេះមួយដើមព្រោះថាដើមស្វាយនេះវាមានអាយុកាលចាស់ខែចាស់ឆ្នាំណាស់ទៅហើយក្រោយមកទៀតដោយសារតែអ្នកភូមិគាត់ត្រូវការដីដើម្បីធ្វើស្រែហេតុដូចនេះហើយដើមស្វាយទាំងអស់ក៏ត្រូវបានឈ្មួញកាប់យកទៅលក់ទាំងអស់ប៉ុន្តែខណៈពេលដែលឈ្មួញកំពុងតែកាប់ដើមស្វាយគឺមានហេតុការណ៍ជាច្រើនដែលបានកើតឡើងនៅពេលនោះប៉ុន្តែដោយសេចក្តីលោភលន់របស់មនុស្សពលគឺគាត់គ្មានការសង្ស័យអ្វីបន្តិចសោះគាត់នៅតែបន្តការកាប់បំផ្លាញដើមស្វាយជាច្រើនរហូតទាល់តែអស់បន្ទាប់ពីកាប់ស្វាយនេះអស់ទៅហើយគាត់ក៏បានយកឡានរបស់គាត់ដើម្បីមកដឹកដើមស្វាយនេះចេញពីកន្លែងដែលកំពុងកាប់ក្រោយមកកម្មកររបស់គាត់ក៏នាំគ្នាលើកដើមស្វាយមួយនេះដាក់លើឡានបន្ទាប់ពីលើកយ៉ាងយូរឡានរបស់គាត់ក៏ត្រូវបានពោពេញទៅដោយដើមស្វាយហើយដើមស្វាយនៅទីនេះក៏បានបាត់បង់អស់បន្សល់ទុកនៅមេឃតូចដែលគេពុំទិញក្រោយពេលដែលពួកគាត់បានលើកដើមស្វាយដាក់លើឡានហើយពេលនោះមេឃក៏វាល្ងាចល្មមដែលយើងអាចសន្និដ្ឋានបានថាម៉ោងនាពេលនោះប្រហែលជាម៉ោង5ទៅម៉ោង6ល្ងាចពេលនោះហើយម្ចាស់រថយន្តគាត់ក៏បានឡើងទៅលើឡានរបស់គាត់ដើម្បីបញ្ឆេះម៉ាស៊ីនឡានដើម្បីដឹកដើមស្វាយនេះចូលមកទុកក្នុងភូមិសិនព្រោះថាប្រសិនបើគាត់ទុកនៅទីនោះពលគឺត្រូវតែមានមនុស្សដើម្បីដេកយាមឡានក្រែងលោមាននរណាទៅលួចរបស់របរនៅក្នុងឡានគាត់ក្រោយពីគាត់បានឡើងទៅលើឡានរួចហើយគាត់ក៏ចាប់ផ្ដើមបញ្ឆេះឡានប៉ុន្តែឡានរបស់គាត់គឺពុំឆេះសោះវាមានសភាពដូចជាកំពុងតែខូចអញ្ចឹងផងដែរដែលធ្វើឲ្យគាត់មានការសង្ស័យជាខ្លាំងព្រោះថានៅពេលដែលគាត់បរមកឡានរបស់គាត់គឺមានសភាពឆេះជាធម្មតាទេប៉ុន្តែក្រោយនៅពេលដែលគាត់បានដាក់ដើមស្វាយនេះពេញឡានគាត់ទៅហើយនោះបែរជាធ្វើឲ្យឡានរបស់គាត់ពុំឆេះសោះក្រោយពីឡានរបស់គាត់មិនឆេះដូច្នេះហើយគាត់ក៏បានចុះពីលើឡានដើម្បីមកពិនិត្យម៉ាស៊ីនឡានរបស់គាត់ក្រែងលោមានខូចកន្លែងណាមួយក្រោយពីគាត់បានធ្វើវាអស់រយៈពេលយ៉ាងយូរគាត់ក៏បានឡើងទៅបញ្ឆេះមួយដងទៀតប៉ុន្តែឡានរបស់គាត់នៅតែមិនឆេះដដែលពេលនោះគាត់មានសភាពអស់កម្លាំងជាខ្លាំងព្រោះថាពីថ្ងៃគាត់បានលីសែងអស់រយៈពេលយ៉ាងយូរមកហើយនោះហើយពេលនេះគាត់ត្រូវមកធ្វើឡានទៀតហេតុដូចនេះហើយគាត់មានសភាពអស់កម្លាំងពេលនោះហើយគាត់ក៏បានទៅអង្គុយផ្អែកនៅដើមឈើមួយហើយសម្លឹងមកមើលឡានរបស់គាត់ក្រោយពីបានសម្លឹងមកមើលឡានរបស់គាត់ហើយពេលនោះរឿងចម្លែកមួយក៏បានកើតឡើងនោះគាត់បានប្រទះឃើញនៅសត្វស្វាមួយមិនដឹងជាចេញមកពីណាទេពលគឺវាកំពុងតែលោតប្រឡែងលេងជាមួយនឹងដើមស្វាយដែលស្ថិតនៅលើឡានរបស់គាត់ពេលនោះហើយគាត់ក៏បានយកដំបងដែលនៅក្បែរដៃរបស់គាត់ហើយគប់សំដៅទៅរកស្វានោះមួយទំហឹងប៉ុន្តែដោយសារតែពេលនោះវាមានសភាពល្ងាចថ្ងៃក៏អស់ស្ដង់គត់ពន្លឺក៏មិនសូវឃើញច្បាស់ការគប់របស់គាត់គឺមិនត្រូវសត្វស្វានោះទេហើយក៏ធ្វើឲ្យសត្វស្វានោះផ្អើលបាត់ចេញពីទីនោះ
មួយរំពេចធ្វើឲ្យគាត់ចម្លែកអារម្មណ៍មែនតែនពីព្រោះថានៅពេលដែលគាត់កំពុងតែធ្វើឡានគាត់អត់បានឃើញនៅសត្វស្វានេះទេក្រោយពីបានមកអង្គុយមកមួយស្របក់មិនដឹងជាវាមកពីណាហើយក្រោយពីគាត់បានគប់វាការគប់របស់គាត់មិនត្រូវនឹងវាផងនោះប៉ុន្តែហេតុអ្វីក៏វាបានផ្អើលបាត់មួយរំពេចធ្វើឲ្យគាត់មានការសង្ស័យជាខ្លាំងក្រោយពីគាត់បានឃើញទស្សនវិជ្ជាមួយនេះហើយគាត់មិនបាននៅកន្លែងនោះទៀតទេគាត់ក៏ទុកឡានរបស់គាត់ចោលហើយគាត់ដើរមកភូមិបាត់ទៅក្រោយពីគាត់បានដើរមកកាន់ភូមិហើយចាស់នៅក្នុងភូមិក៏បានសួរនាំគាត់ហើយគាត់ក៏បានប្រាប់អំពីរឿងរ៉ាវដែលគាត់បានជួបអំបញ្ញមិញនេះហើយចាស់នៅក្នុងភូមិក៏បាននិយាយថាឲ្យធ្វើសំណែនឲ្យគេទៅពីព្រោះអីទីតាំងដែលគាត់កំពុងតែកាប់ដើមស្វាយដែលដុះជ្រុំគ្នានោះគឺជាកន្លែងផ្ទះអ្នកតាពីមុនមកដែលអ្នកភូមិតែងតែទៅបែរបន់និងលានាពេលរដូវចូលឆ្នាំភូមិក្រោយពេលដែលគាត់បានដឹងនៅសាច់រឿងនេះដូច្នេះហើយពេលព្រឹកឡើងគាត់ក៏បានទៅផ្សារដើម្បីទិញក្បាលជ្រូកមួយដើម្បីមកលាអ្នកតានៅទីនោះក្រោយពីបានលាពួកគាត់ក៏នាំគ្នាផឹកនិងក្លែមក្បាលជ្រូកនោះរហូតដល់ក្បាលជ្រូកមួយនោះអស់ក្រោយពីគាត់បានក្លែមហើយកាលណាគាត់ក៏បានឡើងទៅលើឡានរបស់គាត់ហើយបញ្ឆេះវាម្ដងទៀតសភាពឡានគាត់នៅពេលនោះវាក៏បានឆេះហើយគាត់ក៏បានដឹកដើមស្វាយនេះចូលមកភូមិបានសម្រេចជំរាបសួរក៏ដូចជាសួស្តីទៅកាន់អ្នកទាំងអស់គ្នាអញ្ចឹងកុំឲ្យខាតពេលវេលាយូរតោះយើងចូលទៅសាច់រឿងថ្មីមួយទៀតរបស់យើងទាំងអស់គ្នាតែម្ដងទៅសាច់រឿងរបស់យើងគឺនិយាយអំពីពូម្នាក់ដែលគាត់ជាអ្នកយកឃ្មុំអាចនិយាយបានថាគាត់គឺជាជនជាតិគេទេដែលគាត់មកយកឃ្មុំនៅទឹកដីរបស់យើងប៉ុន្តែដោយថាតែថ្ងៃនោះគឺមេឃភ្លៀងរលឹមស្រិចការយកឃ្មុំរបស់គាត់ពោលគឺមិនសូវជាល្អប៉ុន្មានទេសាច់រឿងដំបូងរបស់យើងនោះពូម្នាក់នោះមុននឹងគាត់មកយកឃ្មុំពោលគឺគាត់ត្រូវផ្ញើម៉ូតូនៅក្នុងភូមិរបស់ខ្ញុំសិននៅផ្ទះគេដែលស្ថិតនៅក្នុងភូមិរបស់ខ្ញុំហ្នឹងបន្ទាប់ពីគាត់ផ្ញើម៉ូតូនៅទីនេះហើយគាត់បានដើរទៅព្រៃដើម្បីស្វែងរកឃ្មុំប៉ុន្តែដោយសារថ្ងៃនោះគឺមានមេឃភ្លៀងស្រិចហើយការយកឃ្មុំរបស់គាត់គឺអត់សូវបានច្រើនប៉ុន្មានទេក្រោយពីគាត់បានដើរជាច្រើនកន្លែងដើម្បីយកឃ្មុំហើយនោះគាត់ក៏ដើរមកដល់ដំបូកមួយដែលដំបូកនោះនៅក្បែរនឹងវាលស្រែពេលនោះហើយរន្ទះក៏បានបាញ់ផ្ដាច់ជីវិតគាត់នាពេលនោះទៅក្រោយពីមេឃរាំងភ្លៀងហើយនោះពោលគឺពុំមានអ្នកណាដឹងថាគាត់ត្រូវបានរន្ទះបាញ់ទេប៉ុន្តែដោយសំណាងល្អមានក្មេងគោ2នាក់ដែលគាត់បានទៅដេញគោរបស់គាត់ដើម្បីចូលមកកាន់ភូមិគាត់ក៏បានឃើញប្រទះឃើញមនុស្សកំពុងតែដេកផ្កាប់មុខដួលមិនដឹងថាស្លាប់ឬរស់នៅក្បែរដំបូកនោះធ្វើឲ្យគាត់2នាក់មានភាពស្រឡាំងកាំងជាខ្លាំងហើយស្រែកយំរត់ចូលមកក្នុងភូមិថាមានមនុស្សដែលកំពុងតែដេកមិនដឹងជាស្លាប់ឬរស់នៅកន្លែងដីក្បែរដំបូកមួយក្រោយពីបានឮពាក្យសម្ដីរបស់គាត់បាននិយាយហើយអ្នកភូមិក៏បាននាំគ្នាផ្អើលឈូឆរទៅមើលហើយក៏បានដឹងថាគាត់ត្រូវបានស្លាប់បាត់បង់ជីវិតទៅហើយពេលនោះអ្នកភូមិក៏បានដឹងថាគាត់គឺជាអ្នកយកឃ្មុំដែលបានផ្ញើម៉ូតូនៅផ្ទះមួយស្ថិតនៅក្នុងភូមិយើងក្រោយពីបានឃើញទស្សនវិជ្ជាមួយនេះហើយអ្នកភូមិរបស់ខ្ញុំក៏បាននាំគ្នាប្តឹងទៅអាជ្ញាធរដើម្បីឲ្យប៉ូលីសចុះមកធ្វើសកលវិច័យនៃសាកសពមួយនេះចំណែកឯក្មេងគោ2នាក់នេះវិញពួកគាត់ក៏បានទៅស្រោចទឹកចេញដើម្បីបណ្ដោះគ្រោះចង្រៃចេញពីខ្លួនប្រាណរបស់គាត់ហើយបន្តិចក្រោយមកក៏មានឡានពេទ្យមួយដែលគេបានមកដឹកសាកសពនេះដើម្បីយកទៅកាន់ស្រុកហើយស្រុកក៏បានបញ្ជូនគាត់ទៅកាន់គ្រួសាររបស់សពដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីក្រោយពីបានឃើញទស្សនវិជ្ជាមួយនោះហើយពួកខ្ញុំដែលជាអ្នកដាក់បង្កាយតាមវាលស្រែដែលនៅក្បែរទីនោះពោលគឺពួកខ្ញុំលែងហ៊ានទៅដាក់ទៀតហើយព្រោះថាខ្លាចខ្មោចមួយនោះលងបន្លាចហើយនៅកន្លែងដែលមានខ្មោចរន្ទះបាញ់នោះពោលគឺមិនមែន
មានតែខ្មោចនោះមួយនោះទេគឺមានខ្មោចអ្នកភូមិជាច្រើនអ្នកទៀតដែលត្រូវបានយកទៅកប់នៅក្បែរនោះទើបធ្វើឲ្យពួកខ្ញុំមិនសូវហ៊ានទៅទីនោះទៀតទេព្រោះថាខ្លាចខ្មោចនៅទីនោះឡងព្រោះអីកន្លែងនោះឥឡូវសម្បូរគេកប់ខ្មោចណាស់បញ្ជាក់ទីនោះមិនមែនជាព្រៃខ្មោចទេតែគឺជាដីដែលមានម្ចាស់កាន់កាប់ហើយដូចនេះហើយទើបគេយកបងប្អូនរបស់គេទៅកប់នៅទីនោះព្រោះថាកន្លែងនោះធ្លាប់មានខ្មោចចាស់ពីដើមដែលគេកប់នៅទីនោះស្រាប់ទៅហើយគ្រាន់តែថាវាតិចប៉ុន្តែឥឡូវគឺវាច្រើនដែលគួរឲ្យខ្លាចមែនតែនពេលខ្លះពួកខ្ញុំទៅចាប់កង្កែបហើយច្បាច់គោមមើលទៅកាន់កន្លែងនោះបានឃើញនៅតងប្រលឹងដែលកំពុងតែបក់រវិចដោយសារតែខ្យល់បក់មកដែលធ្វើឲ្យពួកខ្ញុំមានសភាពព្រឺព្រួចជាខ្លាំងហើយជាចុងក្រោយក៏សូមអរគុណទៅកាន់អ្នកទាំងអស់គ្នាដែលបានស្ដាប់លេងកម្សាន្តនៅវីដេអូនេះកុំភ្លេចជួយចុច Subscribe និងដាក់រូបកណ្ដឹងឲ្យខ្ញុំម្នាក់មួយផងដើម្បីជាកម្លាំងចិត្តក្នុងការផលិតមាតិកាវីដេអូបន្តទៅមុខទៀតជួបគ្នានៅវីដេអូក្រោយ